Che lôi pram pon tên nồng băng pa tên côi nhằmនៅក្នុងម៉ាស៊ីនត្រជាក់មើលជីវិតបែបផ្សារហ្នឹងមានតែ5000ក៏អង្គុយនៅក្នុងម៉ាស៊ីនត្រជាក់បានដែរបងប្អូនជីកាត់ផ្សារថ្មីកុំភ្លេចចូលមកសាកញ៉ាំនំប៉័ងប៉ាតេនំប៉័ងដាក់សាច់នៅនេះមានច្រើនប្រភេទមែនតើហើយតំណងណានំប៉័ងដាក់សាច់ជ្រូកខ្វៃសាច់ចិញ្ច្រាំដាក់ត្រីខហើយក៏មានជាប្រភេទឈុតសាច់ជ្រូកខ្វៃពិសេសទៀតមានឈុតប៉ាតេ4រសជាតិមានរសជាតិសាច់មាន់រសជាតិសាច់ជ្រូកហើយនិងរសជាតិត្រជាក់ជ្រូកនំប៉័ងគេវិញខ្លីៗកតុបហើយស្រួយសពមែនតើញ៉ាំបន្ថែមជាមួយនឹងជ្រក់ល្ហុងដាក់ម្ទេសហឹលមកឆ្អែតហ្មងហើយសម្រាប់គ្រឿងផ្សំដែលគាត់យកមកប្រើប្រាស់ទាំងអស់សុទ្ធតែគុណភាពល្អប៉ុន្តែគាត់ហ៊ានលក់តម្លៃតែ5000រៀលឡើងទៅទេបើលាបនំប៉័ងជ្រក់ល្ហុងអីហ្នឹងគាត់ធ្វើខ្លួនឯងថ្មីតែម្ដងណាសម្រាប់អ្នកដែលចូលចិត្តញ៉ាំនំប៉័ងដាក់សាច់ហើយមានជម្រើសសាច់ច្រើនមុខអាចមករកបាននៅហាងនំប៉័ងដាក់សាច់1987បានមានទាំងនំប៉័ងមានទាំងកាហ្វេហាងកាហ្វេគឺនៅខាងក្នុងហើយគាត់ធ្វើនំប៉័ងនៅខាងក្រៅសម្រាប់ការ order កាហ្វេមិនថាញ៉ាំនៅហាងផ្ទាល់ឬក៏ខ្ចប់កាហ្វេអីទិញកាហ្វេមួយកែវគឺ free ឆាខ្វៃឲ្យមួយទៀតហ្នឹងសម្រាប់តែការទិញកាហ្វេណាហើយគ្រាប់កាហ្វេកន្លែងគាត់ប្រើជីវភេទគ្រាប់អារ៉ាប៊ីកាសុទ្ធតែម្ដងតម្លៃវិញគឺ6000រៀលឡើងទៅឃើញហាងគាត់ចឹងមែនប៉ុន្តែគាត់លក់រៀងធូរថ្លៃដែរទេបងប្អូនហើយក៏មានជីវភេទ menu drink ផ្សេងទៀតច្រើនមុខណាឃើញកូនតូបមួយដាក់លក់នំប៉័ងដាក់សាច់ហើយនៅទល់មុខហាងកាហ្វេហ្នឹងការពិតម្ចាស់គាត់តែមួយទេគឺជាមួយគ្នាបងប្អូនអាចទិញនំប៉័ងដាក់សាច់មួយហើយចូលទៅញ៉ាំនៅក្នុងហាងកាហ្វេក៏បានដែរគេមានម៉ាស៊ីនត្រជាក់ឲ្យដាក់មកអែមហ្មងហើយសម្រាប់ការដេកនៅក្នុងហាងរបស់គាត់ក៏ស្អាតដែរនិយាយទៅថតរូបបានទៀតហើយខ្ញុំតែឃើញហាងកាហ្វេកន្លែងគាត់នេះបើកដល់យប់ដែរបើកពីម៉ោង7ព្រឹករហូតដល់ម៉ោង10យប់សម្រាប់ទីតាំងហាងរបស់គាត់គឺនៅលើផ្លូវលេខ130កែងផ្លូវលេខ51ខាងកើតផ្សារថ្មីហាងនំប៉័ងដាក់សាច់1987របស់គាត់ក៏មានដាក់នៅក្នុង app delivery ដែរប្រូម៉ូសិនផ្សេងទៀតបងប្អូនអាចចូលទៅមើលនៅក្នុង app delivery ដែលគាត់មានដាក់សឹងតែគ្រប់ app ហើយព័ត៌មានលម្អិតក៏ដូចជាទីតាំងរបស់គាត់បន្ថែមទៀតបងប្អូនអាចចូលទៅមើលនៅក្នុង comment បន្ថែមទៀតណាកុំភ្លេចជួយ like និង follow ឲ្យ admin ម្នាក់មួយផងបាយបាយជួបគ្នានៅវីដេអូក្រោយទៀតយ៉ាវហេឬផ្អកបង្គានេះបើយើងទិញគេខ្លាចទុកចិត្តមិនបានបង្គាស្រស់បង្គាល្អអញ្ចឹងតោះមកមើលវិធីធ្វើទាំងអស់គ្នាអត់សូវពិបាកអីប៉ុន្តែរៀងចាយពេលផ្អាប់ទុកយូរថ្ងៃបន្តិចអញ្ចឹងចង់ដឹងថាធ្វើបែបម៉េចអីបែបម៉េចតោះទៅមើលវិធីធ្វើទាំងអស់គ្នាធ្លាប់តែទិញយ៉ាវហេឬក៏ម៉ាំបាគាគេញ៉ាំមែនទេចឹងថ្ងៃនេះមកចែករំលែកពីវិធីធ្វើម៉ាំបាគាចំពោះបាគាដែលខ្ញុំប្រើនេះខ្ញុំប្រើបាគាអើខាខ្ញុំយកបាគាមកកាត់ក្បាលហើយដកខ្នងដកអីហើយខ្ញុំយកមកត្រាំជាមួយនឹងស្រាចិនហើយខ្ញុំត្រាំរយៈពេល10នាទីសិនបន្ទាប់មកយើងយកមកដាក់ហាសណ្ដិលឲ្យស្ងួតហើយម្លងពេលចាំបាគាបើយើងស្ងួតយើងមកធ្វើទឹកត្រាំរបស់យើងសិនណាចំពោះទឹកត្រីខ្ញុំប្រើ1លីត្រស្ករសហ្នឹងខ្ញុំប្រើ700ក្រាមអំបិលមកស្លាបព្រាបាយកូរឲ្យរលាយសព្វហើយចាំយើងបើកភ្លើងហើយទឹកពុះខ្ញុំថែមជាមួយនឹងស្រាចិនហ្នឹង10ស្លាបព្រាបាយកូរបន្តិចមកគឺរួចរាល់ហើយបន្ទាប់មកយើងចាប់ផ្ដើមមកបុកម្ទេសខ្ទឹមរំដេងខ្ជាយបុកឲ្យម៉ត់ហើយយើងយកបង្គាដែលយើងហាស្ងួតហ្នឹងយកមកដាក់ត្រាំជាមួយនឹងទឹកត្រីរបស់យើងចាក់គ្រឿងដែលយើងបានបុកនឹងរួចហើយយើងច្បល់ចុះច្បល់ឡើងឲ្យសព្វចូលជាតិមកហើយចំពោះបង្គាដែលខ្ញុំប្រើហ្នឹងគឺខ្ញុំប្រើបង្គាអើខាំងទម្ងន់ជិត3គីឡូហើយយើងច្បល់រួចរាល់អីហើយយើងចាប់ផ្ដើមយកមកដាក់នៅក្នុងកឡរបស់យើងមកដាក់កឡហើយចាក់ទឹកជ្រក់របស់យើងចូលក្នុងហ្នឹងហើយយើងបិទទុកឲ្យមកហើយចំពោះបង្គាហ្នឹងគឺខ្ញុំត្រាំរយៈពេល7ថ្ងៃហើយចំពោះការទុកដាក់វិញហ្នឹងគឺខ្ញុំទុកដាក់នៅកន្លែងហាលវាធម្មតាទេយើងទុកហាលថ្ងៃទៅគឺឆាប់ឆ្អិនហ្មងបង្គារបស់យើងគឺឆាប់ឡើងក្រហមឥឡូវម៉ាំបង្គាឬយ៉ាវហេរបស់យើងគឺរួចរាល់ហើយចំពោះយ៉ាវហេនេះបងប្អូនខ្លះគឺគាត់ចូលចិត្តញ៉ាំជាមួយនឹងនំបញ្ចុកតែខ្ញុំវិញគឺចូលចិត្តញ៉ាំដាក់លាយគ្រឿងថែមម្ទេសថែមជីមកញ៉ាំជាមួយនឹងទ្របជាមួយនឹងលក់អូនិយាយពីថាបាយអស់ច្រើនណាមុខម្ហូបនេះហ៎បានញ៉ាំជាមួយនឹងលក់ស្រស់គ្រប់មុខទៀតចឹងមកអូនិយាយពីថាបាយ2 3ចានទៀតហើយបងប្អូនដែលចូលចិត្តញ៉ាំយ៉ាវហេអីកុំភ្លេច share វីដេអូនេះទុកហើយចង់ឲ្យចម្អិនហូបវិញនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយបាយ